បាទសម្រាប់បងប្អូនដែលចូលចិត្តតាមដំណាំមានតែដល់ខូចអីកំចោលបាទតែដល់ខូខាប់តែដល់ខូម្សៅដល់ខូកូនក្មេងឬក៏មនុស្សចាស់អីគឺយើងអាចយកមកលាយជាមួយនឹងទឹកសម្រាប់ស្រោចដំណាំគឺវាជួយឲ្យដំណាំយើងឡើងពណ៌ខៀវស្ងាត់ល្អបាទវាមានសារធាតុកាល់ស្យូមហ្នឹងយើងចំណាំឃើញថារុក្ខជាតិណាដែលស្លឹករបស់វាឡើងពណ៌លឿងបាទហ្នឹងវាអាចកង្វះសារធាតុកាល់ស្យូមឬក៏អាចតទៅនឹងប្រព័ន្ធឫសរបស់វាកាលណាប្រព័ន្ធឫសរបស់វាមិនអាចបឺតយកគឺទោះបីជាយើងដាក់សារធាតុកាល់ស្យូមប៉ុណ្ណាក៏រុក្ខជាតិហ្នឹងនៅតែលឿងដែរអញ្ចឹងវាអាចមានពីរករណីទី1ខ្វះជាតិកាល់ស្យូមទី2រុក្ខជាតិរបស់យើងវាខូចប្រព័ន្ធឫសដែលมันអាចបឺតយកសារធាតុកាល់ស្យូមបានប៉ុន្តែយើងស្រោចទៅយើងមិនដឹងថាវាខូចឫសឬក៏វាខ្វះទេអញ្ចឹងវាល្អបើសិនជាយើងមានសល់យើងទុកស្រោចទៅទីតិចមកបាទយើងកុំដាក់ច្រើនពេកបាទនេះយើងយកមកស្រោចត្រេននេះខៀវល្អมันខ្វះសារធាតុកាល់ស្យូមនឹងទេប៉ុន្តែយើងមិនដឹងថាវាអស់សារធាតុនៅនឹងដីឬនៅអញ្ចឹងយើងស្រោចវាបន្ថែមឲ្យទៅបាទនេះសតើត្រេនដែលខ្ញុំដាក់មុខផ្ទះ